តម្រូវការនៃការប្រើប្រាស់ ChatGPT នៅក្នុងគ្រប់មេរៀនមួយនេះគឺតម្រូវការខ្លាំងអញ្ចឹងបើសិនបើបងអត់ទាន់មាន ChatGPT ទេយើងអាចប្រើប្រាស់ប្រភេទ free សិនក៏បានឲ្យតែយើងមាន email ច្រើនគឺយើងអាចប្រើប្រាស់គ្រប់បាទអញ្ចឹងអ្នកគ្នាចូលមកចាក់ email នៅក្នុង browser មួយសិនមកបាទបន្តមកទៀតអ្នកគ្នាធ្វើការsearch រក website chatgpt.com វាចេញបែបនេះអ្នកគ្នាចុចពាក្យថា continue មកបន្តមកទៀតវាតម្រូវយើងដាក់ឈ្មោះហើយនឹងអាយុបន្តមកទៀតអ្នកគ្នាចុចពាក្យថា continue មកចឹងបើសិនជាអ្នកគ្នាធ្វើការ upgrade ទៅកាន់ ChatGPT Go យើងចំណាយអស់$5ក៏ប៉ុន្តែកន្លែងនេះអ្នកគ្នាមិនចាំបាច់ចំណាយទេចឹងយើងចូលមកកន្លែង New Chat យើងចូលមកកាន់ Create Image ឬមួយទៀតអ្នកគ្នាអាចចុចនៅកន្លែងពាក្យថា More រួចហើយយើងចុចពាក្យថា Image ភាពងាយស្រួលក្នុងការបង្កើតរូបភាពនៅក្នុង ChatGPT គឺយើងអាចប្រើប្រាស់នៅ prompt ជាភាសាខ្មែរបានឥឡូវឧទាហរណ៍ថាខ្ញុំចង់បង្កើតរូបភាពមួយដែលមានវាស្រែមានខ្ទមស្បូវមានដាំបន្លែជាដើមបាទអញ្ចឹងអ្នកគ្នាអាចធ្វើការសរសេរជាអក្សរខ្មែររៀបរាប់ទៅតាមអ្វីដែលយើងចង់ធ្វើមកសម្រាប់ការដាក់ទម្រង់វាមានដូចជាផ្ដេកឬប្រឈរគឺយើងត្រូវដាក់លេខចំណាំទីមួយគឺយើងចង់ដាក់ផ្ដេកគឺយើងដាក់16.9បន្តមកទៀតយើងគ្រាន់តែចុចនៅកន្លែងសញ្ញាព្រួយនេះមកដើម្បីធ្វើការ generate ជារូបភាពបាទអញ្ចឹងនេះជាការ generate ជាទម្រង់ផ្ដេកបើសិនបើអ្នកនរគ្នាចង់ធ្វើការកែវាទៅជាទម្រង់ប្រឈរអីគឺយើងអាចចុចនៅកន្លែងសញ្ញាប៊ិចនេះបាទបន្តមកយើងអាចលុប 16.9 នឹងចេញរួចយើងដាក់ 9.16 វិញបាទអញ្ចឹងក្រោយពីអ្នកគ្នាធ្វើការកែប្រែវាទៅជាទម្រង់ប្រឈរ 9.16 វានឹងចេញទម្រង់បែបនេះបាទអញ្ចឹងនៅពេលដែលអ្នកគ្នាចង់ធ្វើការ download រូបភាពនឹងយកទៅប្រើប្រាស់យើងអាចចុចលើនឹងហើយយើងចុចនៅកន្លែងសញ្ញា download នេះមកបាទសម្រាប់ការប្រើប្រាស់ ChatGPT ក្នុងការផលិតរូបភាពនេះគឺវាបានល្អអញ្ចឹងអ្នកគ្នាត្រូវតែមាន account Gmail ហ្នឹងយ៉ាងហោចក៏ចំនួន10 Gmail ដែរដើម្បីយើងអាចដំណើរការក្នុងការផលិតរូបភាពបើសិនបើយើងមានលទ្ធភាពគឺយើងទិញ account Flash យកមកប្រើក៏ប៉ុន្តែបើសិនជាអ្នកគ្នាអត់ចង់ចំណាយលុយទេបាទអត់ចង់ចំណាយលុយទេយើងអាចប្រើវិធីនេះគឺយើងប្រើប្រាស់ Gmail ប្រហែលជា10 Gmail មកបន្ទាប់មកយើងធ្វើការបង្កើតនៅ ChatGPT បាទបន្ទាប់មកយើងអាច pin វាយកទៅដាក់នៅលើ desktop របៀបក្នុងការ create shortcut ដាក់លើ desktop អ្នកគ្នាចុច 3 យកពាក្យថា cache and save បន្ទាប់មកយើងអូសយកពាក្យថា install បន្តមកទៀតអ្នកគ្នាធ្វើការបដូរឈ្មោះវាយើងដាក់ឈ្មោះចំណាំមកបន្តមកទៀតអ្នកគ្នាគ្រាន់តែចុចពាក្យថា install មកយើងនឹងបង្កើតបាន shortcut ហើយបាទនៅពេលដែលបង្កើតបាន shortcut ហើយឧទាហរណ៍ថាអ្នកគ្នាធ្វើការបិទកុំព្យូទ័រនឹងនៅពេលយើងបើកមកវិញយើងចង់ចូលទៅប្រើប្រាស់ ChatGPT យើងគ្រាន់តែចូលទៅកាន់ folder ដែលយើងបានរៀបចំមកអញ្ចឹងវានឹង load ChatGPT ឲ្យយើងចូលទៅប្រើប្រាស់តែម្ដង